មកថ្ងៃហ្នឹងមកមើលទូភ្ញាស់ពងមាន់ជាមួយខ្ញុំទាំងអស់គ្នាដោយសារកាលពីមុនខ្ញុំទុកឲ្យមេវាភ្ញាស់ខ្លួនឯងប៉ុន្តែវាអត់ភ្ញាស់ខ្លួនឯងអត់បានដោយសារវាមេវាច្រើនទៅវាចឹកគ្នាទៅវិញទៅមកអត់បានចូលក្រាបអញ្ចឹងខូចពងទាំងអស់ចឹងហើយខ្ញុំបានទិញទូនេះមួយនេះតើទូហ្នឹងខ្ញុំអត់ដែរប្រើដែរអត់ដឹងថាវាស៊ីភ្លើងមិនស៊ីភ្លើងមិនម៉ាខ្ញុំអត់ដឹងដែរនេះបងប្អូនណាធ្លាប់ប្រើចាំជួយប្រាប់ផងអានេះជាទូលក្ខណៈអានេះទូយើងបវលដៃមិនមែនទូប្រភេទអូតូដែលខ្ញុំអត់ដឹងដែរបងគ្រាន់ថាអ្នកលក់គាត់ប្រាប់ថាអញ្ចឹងណាបើទូប្រភេទអូតូគេយើងមិនចាំបាច់បវលអានេះប្តីខ្ញុំគាត់ឡើងទៅបវលពងមាន់ហ្នឹងបើសិនជាយើងអត់បវលទេវាអាចនឹងខាសដោយសារវាមានខាសដែរវាញាស់កាលមុនខ្ញុំដាក់បានប្រហែលគ្រាប់ដែរទៅវាខាសអស់ប្រហែលគ្រាប់4គ្រាប់ខ្ញុំអត់ដែលដឹងពេលឥឡូវទៅដឹងថាគេបវលអញ្ចឹងណាអ្នកលក់គាត់បានប្រាប់ដែរហ្នឹងថាទូហ្នឹងមិនមែនជាប្រភេទទូអូតូទេយើងត្រូវដាក់ហើយយើងត្រូវអាសាបវលវាបើមិនអញ្ចឹងទេវាអាចនឹងខូចពងមាន់ពងទាយើងអញ្ចឹងចាំមើលថាតើវាស៊ីភ្លើងមិនស៊ីភ្លើងអីមិនម៉ានឹងចំណេញមិនចំណេញទេព្រោះអីបើសិនជាស៊ីភ្លើងយើងអត់ចំណេញអញ្ចឹងណាតែខ្ញុំគិតថាបើសិនជាវាទុកឲ្យវាភ្ញាស់ធម្មជាតិគឺខ្ញុំអត់ដែរបានទេដោយសារមេវាចឹកគ្នាទៅវិញទៅមកអញ្ចឹងវាអត់អាចចូលក្រាបបានអញ្ចឹងខូចពងកក់ខាសទាំងអស់ហ្មងពេលដាក់ទូចេះហើយលេខហ្នឹងខ្ញុំទៅសេថ្ងៃវាដោយសារលើកមុនខ្ញុំដាក់ឲ្យអត់បានទៅសេថ្ងៃអត់ចាំថ្ងៃទៅវាទុកយូរចោលក្នុងហ្នឹងយើងខាតទូខាតកន្លែងដាក់ពងទៀតចឹងណាអានេះពងអានេះកូនមាន់ខ្ញុំដាក់ញាស់ហើយបានដើរនៅក្នុងឡាំងដោយសារខែនេះយើងដាក់ចុះក្នុងឡាំងព្រោះវាត្រជាក់បើសិនជាយើងអត់ដាក់ចុះក្នុងឡាំងទេគឺវាងាប់ហ្មងខែនេះត្រជាក់ខ្លាំងអានេះតែញាស់បានប្រហែលជា3ថ្ងៃខ្ញុំដាក់វាក្នុងឡាំងបានប្រហែលជា2អាទិត្យអីហ្នឹងខ្ញុំយកវាមកដាក់ក្នុងទ្រុងធំនេះម្ដងដល់ពេលដាក់ក្នុងទ្រុងធំនេះវាអត់មានបញ្ហាអីទេដោយសារវាធំហើយ2 3អាទិត្យហើយអញ្ចឹងយើងដាក់តឡាំងមួយឲ្យវាទៅគឺវាចូលដេកក្នុងហ្នឹងពេលយប់ឡើងអញ្ចឹងវាអត់មានបញ្ហាងាប់ទេតែមុនងាប់អស់គ្មានសល់ទេដោយសារអត់ដឹង